រដ្ឋបាលខេត្តមណ្ឌលគិរីបាននាំយកអំណោយជំនួយសប្បុរសធម៌នៅក្នុងខេត្តប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យសម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់សៀមគណៈប្រតិភូខេត្តមណ្ឌលគិរីដឹកនាំដោយឯកឧត្តមមែនងុយប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមថងសវុនអភិបាលខេត្តនិងលោកជំទាវហេងលីដែនរួមទាំងមន្ត្រីក្រមអាវ៉ាតបាននាំយកអំណោយនិងសម្ភារៈចំបាច់ដែលទទួលបានពីការចូលរួមជួយឧបត្ថម្ភដោយទឹកចិត្តសប្បុរសធម៌របស់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីនិងសប្បុរសជននានាទៅប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារដឹកនាំដោយឯកឧត្តមកឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តនិងរដ្ឋបាលខេត្តឧត្តរមានជ័យដឹកនាំដោយឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលនៃគណៈអភិបាលខេត្តដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួនចេញពីលំនៅឋានដោយសារសង្គ្រាមឈ្លានពានរបស់សៀមនាថ្ងៃទី29ខែមករាឆ្នាំ2026ឯកឧត្តមកឹមរិទ្ធីអភិបាលខេត្តព្រះវិហារនិងឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យបានថ្លែងអំណរអគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមមែនងុយប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមថងសវុនអភិបាលខេត្តរួមទាំងមន្ត្រីក្រមអាវ៉ាតនិងប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីទាំងអស់ដែលតែងតែបានខិតខំខ្នះខ្នែងគៀកោស្វែងរកមូលនិធិពីសប្បុរសជនមានបងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការក្រុមហ៊ុនឯកជននានាបានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនតាមលទ្ធភាពរៀងៗខ្លួនជាមួយរដ្ឋបាលខេត្តមណ្ឌលគិរីដើម្បីជួយគាំទ្រដល់កងទ័ពជួរមុខក៏ជាប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាមឈ្លានពានរបស់សៀមឯកឧត្តមបានបន្ថែមថាអំណោយស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចាំបាច់នានារបស់រដ្ឋបាលខេត្តមណ្ឌលគិរីជួយមករដ្ឋបាលខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យក៏ដូចជាវីរៈកងទ័ពជួរមុខពិតជាមានសារៈសំខាន់និងមានតម្លៃខ្លាំងណាស់ខណៈយុទ្ធជនរបស់យើងបាននឹងកំពុងឈរជើងនៅសមរភូមិមុខក្នុងការការពារបូរណភាពទឹកដីកម្ពុជាក្នុងឱកាសនោះឯកឧត្តមថងសវុនអភិបាលខេត្តមណ្ឌលគិរីបានថ្លែងថាការនាំយកអំណោយជំនួយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនាពេលនេះជាការបង្ហាញពីការយកចិត្តទុកដាក់និងការរួបរួមសាមគ្គីរវាងថ្នាក់ដឹកនាំនិងរដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋក្នុងស្មារតីសាមគ្គីភាពការចែករំលែកនិងការយកចិត្តទុកដាក់ចំពោះបងប្អូនដែលកំពុងប្រឈមនឹងការលំបាកឯកឧត្តមអភិបាលខេត្តសូមគោរពជូនពរនិងអរគុណយុទ្ធជនវីរៈកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងបុព្វហេតុការពារជាតិមាតុភូមិការពារប្រជាពលរដ្ឋដែលយោធាសៀមកំពុងតែចូលមកឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាសូមបញ្ជាក់ថាអំណោយដែលរដ្ឋបាលខេត្តមណ្ឌលគិរីទទួលបានពីសប្បុរសជនហើយបាននាំយកមកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យរួមមានអង្ករគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ផ្សេងៗនិងថវិកាក្នុងមួយខេត្តចំនួន50លានរៀលដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរីក៏បានឧបត្ថម្ភអំណោយនិងថវិកាចំនួន20លានរៀលផ្ដល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ128យុទ្ធភូមិភាគទី1សម្រាប់បែងចែកជូនកងទ័ពដែលឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនប្រចាំទិសទី1ខេត្តព្រះវិហារ